ប្រិមិត្តជាទីគោរពនិងជាទីមេត្រីថៃបានសម្រេចចិត្តបិទព្រំដែនមួយចំនួនជាមួយកម្ពុជាជាបណ្ដោះអាសន្នដើម្បីរងចាំលទ្ធផលចរចានៅថ្ងៃទី14ខែមិថុនាឆ្នាំ2025ភ្នំពេញនៅព្រឹកថ្ងៃទី7ខែមិថុនាឆ្នាំ2025នេះភាគីថៃបានសម្រេចបិទព្រំដែនមួយចំនួនជាមួយនឹងកម្ពុជាជាបណ្ដោះអាសន្នដើម្បីរងចាំលទ្ធផលចរចានៅថ្ងៃទី14ខែមិថុនាឆ្នាំ2025នេះបើតាមសេចក្តីប្រកាសជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តស្រះកែវនៅព្រឹកថ្ងៃទី7ខែមិថុនាឆ្នាំ2025នេះបើតាមលិខិតជូនដំណឹងបានដឹងថានៅព្រឹកថ្ងៃទី10បាទជាស្រ័យនៅព្រឹកថ្ងៃទី7ខែមិថុនាឆ្នាំ2025ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានទទួលព័ត៌មានពីយោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវបានឲ្យដឹងថាចាប់ពីថ្ងៃទី7ខែមិថុនាឆ្នាំ2025តទៅច្រកតំបន់និងច្រករវាងព្រះបាទដែនកម្ពុជានិងថៃបាទត្រូវបានបិទជាបណ្ដោះអាសន្នឯកតោភាគីដើម្បីរងចាំការចរចាពាក់ព័ន្ធទៅនឹងចំនួនវិវាទព្រំដែនគោកកម្ពុជាថៃនិងកម្ពុជាបន្ទាប់ពីកម្ពុជាបានបដិសេធមិនព្រមចរចា4ចំណុចគឺតំបន់ប្រាសាទតាមាន់តូចតាមាន់ធំតាក្របីនិងតំបន់មុំ3នៅក្នុងកិច្ចប្រជុំអង្គគណៈកម្មាធិការបាទចម្រុះព្រំដែនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14ខែមិថុនាឆ្នាំ2025ខាងមុខដោយទាមទារឲ្យភាគីថៃដោះស្រាយនៅតុលាការអយុត្តិធម៌អន្តរជាតិបាទបងប្អូនប្រិមិត្តជាទីគោរពនិងជាទីមេត្រីនៅពេលនេះបញ្ហាចំនួនព្រំដែនកម្ពុជាជាមួយនឹងថៃគឺកាន់តែតានតឹងទៅហើយដោយភាគីថៃមិនព្រមទៅតុលាការអន្តរជាតិជាមួយនឹងកម្ពុជានោះទេហើយថែមទាំងបានស្នើឲ្យកម្ពុជាដកទ័ពចេញពីបាទទីតាំងដែលខ្លួនឯងកំពុងតែឈរជើងហើយបាទឧបនាយកមន្ត្រីទាសីហាបាទរដ្ឋមន្ត្រីក្រសួងការពារជាតិគឺបាននិយាយហើយគឺខ្លួនមិនបានដកទ័ពចេញពីតំបន់ដែលខ្លួនឯងកំពុងតែឈរជើងទេព្រោះនេះគឺជាប៉ុស្តិ៍ដែលកម្ពុជាបានឈរជើងតាំងពីដើមរៀងមកហើយដូច្នេះកម្ពុជាមិនទទួលសំណើទៅកាន់ភាគីថៃដែលធ្វើការចរចាទ្វេភាគីបាទដែលមិនទៅអង្គការសហជីវជាតិក៏ប៉ុន្តែកម្ពុជានៅតែបាទប្តឹងទៅកាន់តុលាការអន្តរជាតិដើម្បីឲ្យបាទវិវាទព្រំដែនកម្ពុជាថៃនឹងធ្វើការដាច់ស្រឡះបាទន័យថារឿងនេះគឺយូរមកហើយបាទមិនដាច់ស្រេចទេដូច្នេះកម្ពុជាក៏សម្រេចដាក់ពាក្យបណ្ដឹងសូមជម្រាបជូនបងប្អូនថាប្រទេសថៃគឺធ្លាប់បានចាញ់ក្តីជាមួយនឹងកម្ពុជាចំនួន2ដងហើយដូច្នេះទើបបានជារៀងចាក៏ដូចជាញាក់មិនចង់ទៅតុលាការអន្តរជាតិជាមួយនឹងកម្ពុជានោះទេដូច្នេះសរុបព័ត៌មានមកវិញគឺនៅថ្ងៃទី7ខែមិថុនាបាទច្រកព្រំដែនមួយចំនួននៅកម្ពុជាជាមួយនឹងថៃនឹងធ្វើការបិទជាបណ្ដោះអាសន្នបាទរងចាំការចរចានៅថ្ងៃទី14ខែមិថុនាបាទសូមអរគុណសូមជម្រាបលា